រឿងខ្មោចយក្សនិងក្មេងតូចក្នុងសម័យពុទ្ធកាលមានបុរសសមានតិដ្ឋិម្នាក់រកស៊ីកាប់អុសលក់ថ្ងៃមួយបាននាំកូនតូចទៅកាប់អុសជាមួយផងដែរដល់ពេលល្ងាចបានអុសពេញរទេះហើយនាំកូនបរទេះមកផ្ទះវិញចិត្តដល់នគរបានដោះគោលេងឲ្យស៊ីស្មៅហើយនាំកូនដេកលេងលើដីខ្ពស់ក្បែររទេះឯគោទាំងពីរដឹងថាពេលល្ងាចហើយក៏នាំគ្នាដើរចូលទៅក្នុងនគរបុរសនោះដល់ពេលមកផ្ទះរកគោមិនឃើញក៏ឲ្យគោនៅចាំរទេះហើយដើរចូលទៅរកគោក្នុងនគរពួកទ្វារបាលកាលបើដល់ពេលហើយក៏បិទទ្វារនគរទៅបុរសនោះពុំអាចចេញមកជួបនឹងកូនបានឡើយវេលាយប់នោះមានខ្មោចយក្សពីររូបមួយរូបសមាទិដ្ឋិមួយរូបទៀតមច្ឆាទិដ្ឋិជាសម្លាញ់នឹងគ្នានាំគ្នាទៅរកចំណីអាហារបានឃើញក្មេងតូចដេកក្រោមរទេះខ្មោចយក្សមច្ឆាទិដ្ឋិនិយាយថាអញចាប់កុមារនេះស៊ីឥឡូវហើយខ្មោចយក្សសមាទិដ្ឋិនិយាយថាកុំតន់អាលអ្នកមិនត្រូវធ្វើយ៉ាងនេះទេព្រោះកុមារនេះតែងតែរំលឹកដល់គុណព្រះពុទ្ធថានមោពុទ្ធាសៈដូច្នេះរាល់ពេលវេលាពុំដែលដាច់ខ្មោចយក្សមច្ឆាទិដ្ឋិមិនស្ដាប់ស្ទុះទៅចាប់បំរុងបរិភោគកុមារភ្ញាក់ឡើងផ្លាត់មាត់ស្រែកថានមោពុទ្ធាសៈនមោពុទ្ធាសៈញាប់មាត់ដោយពុព្វចរិតដែលខ្លួនធ្លាប់សន្សំមកយូរហើយខ្មោចយក្សមច្ឆាទិដ្ឋិគ្រាន់តែឮនមោពុទ្ធាសៈដូច្នោះក៏ភ័យតក់ស្លុតលេងកុមារនោះទៅវិញហើយថយមកឈរក្នុងទីឆ្ងាយកាលនោះខ្មោចយក្សសមាទិដ្ឋិនិយាយបំភ័យថាអំពើដែលអ្នកធ្វើនេះមានទោសធំណាស់ហាក់ដូចជាប្រមាថមើលងាយព្រះពុទ្ធអ្នកឯងត្រូវទទួលតណ្ឌកម្មទើបរួចទោសគឺអ្នកឯងត្រូវទៅរកអាហារឲ្យកុមារនេះបរិភោគឲ្យបានឆ្អែតឆ្កប់ស្កល់ទើបបានខ្មោចយក្សមច្ឆាទិដ្ឋិទទួលព្រមធ្វើតាមទើបនិយាយផ្ដាំនឹងសម្លាញ់ថាបើខ្ញុំទៅរកអាហារមិនតាន់គ្រប់ដរាបណាអ្នកត្រូវរងចាំខ្ញុំដរាបនោះផ្ដាំហើយក៏ចូលទៅក្នុងនគរដើររកអាហារដល់ព្រះដំណាក់បានប្រទះឃើញភោជនីយមាសធំមួយដែលពេញទៅដោយអាហារមានរសជាតិឆ្ងាញ់អាហារនោះជាព្រះស្ងោរសម្រាប់ព្រះបាទអជាតសត្រូវក៏យកទាំងភាជមកឲ្យកុមារបរិភោគមកចិត្តដល់បាននិមិត្តខ្លួនដូចជាបិតារបស់កុមារចាត់ចែងឲ្យកុមារបរិភោគដរាបដល់ឆ្អែតហើយបានសរសេរអក្សរភ្ជាប់នឹងភាជនៈមៈនេះថាពាក្យថាពុទ្ធាំងគឺកុមារកូនបុរសអ្នកលក់អុសបានពោលហើយសេចក្តីព្យាយាមនេះគឺខ្ញុំបានធ្វើជាតណ្ឌកម្មហើយអធិដ្ឋានអក្សរនេះឲ្យបានស្ដេចទតឃើញពំខានធ្វើដូច្នេះហើយខ្មោចយក្សទាំងពីរក៏បបួលគ្នាជះចេញពីទីនេះទៅវេលាព្រឹកឡើងដល់ពេលព្រះមហាក្សត្រនិងដល់ពេលសោយព្រះស្ងោយពួកអ្នកបម្រើរកភាជនៈពុំឃើញឡើយក៏កើតចលាចលក្នុងព្រះដំណាក់ទើបព្រះមហាក្សត្រចាត់ឲ្យរាជបុរសស៊ើបដំណឹងរករាជបុរសបានទៅរកឃើញក្នុងរទេះរបស់បុរសអ្នកកាប់អុសលក់នោះក៏ចាប់កុមារដែលនៅរងចាំក៏យកមកថ្វាយស្ដេចពេលនោះព្រះមហាក្សត្របានទតឃើញអក្សរដែលខ្មោចយក្សសរសេរភ្ជាប់នឹងភាជនៈមាសនោះហើយក៏កែព្រះរាជហឫទ័យសមណោជ្រះថ្លាចំពោះកុមារនោះទើបព្រះមហាក្សត្រប្រទានងារជាសេដ្ឋីដល់កុមារនោះឯងចប់រឿងខ្មោចយក្សនិងក្មេងតូច